Ca pra pra page border គឺសម្រាប់ដាក់បន្តរូបភាពជុំវិញទំព័រដូចជាក្របសៀវភៅបាទអញ្ចឹងយើងមើលការប្រើប្រាស់វានៅខាងក្រោមនេះឯងបាទទី1គឺយើងយក page layout បាទអញ្ចឹងនេះយើងមើលរូបយើងនឹងមកបន្តមកទៀតយកពាក្យនេះ page layout រួចយកពាក្យថា page border បាទបន្តមកទៀតគឺយើងមើលត្រង់ add នេះគឺយើងคลิกលើនឹងមកបាទអញ្ចឹងចេញមកឧទាហរណ៍ចង់បានផ្លែប៉មអញ្ចឹងមកคลิกលើនឹងមករួចចុចអូខេអញ្ចឹងវាចេញផ្លែប៉មមកតែម្ដងអញ្ចឹងយើងមើលតទៅទៀតយើងបាទ page border ហ្នឹងបើយើងចង់បានរូបអីផ្សេងទៀតយើងទាញនេះមកបាទអញ្ចឹងមានម៉ូដច្រើនមែនទែនឧទាហរណ៍ខ្ញុំចង់បានមេអំបៅអញ្ចឹងคลิกមេអំបៅមកអញ្ចឹងអានេះយើងមើលវែកនេះទំហំវាអញ្ចឹងបើយើងចុចឲ្យទូចទៅគឺមេអំបៅហ្នឹងទូចអូខេមកអញ្ចឹងវាចេញមកអញ្ចឹងបាទអញ្ចឹងយើងមើលពេលដែលខ្ញុំទាញ page set up វាចូលក្នុងចេះគឺអា border វានៅធំដែរខ្ញុំទាញនេះចូលមកចេះចឹងអានេះនៅ clear ឆ្ងាយវាចឹងទៅដែរអញ្ចឹងយើងត្រូវការឲ្យបាទរូបមេអំបៅយើងហ្នឹងប៉ុនគ្នាជាមួយនឹងបាទกระดาษយើងនេះกระดาษចុចយើងនេះអញ្ចឹងទី1យើង click លើ page border ហ្នឹងមករួចត្រង់កន្លែង option នេះយើងជ្រើសរើសកន្លែងនេះយកពាក្យតិចបាទនេះថាវាស្មើនឹងតិចអញ្ចឹងអូខេមកអូខេមកបាទអញ្ចឹងវាទូចស្មើជាងហ្នឹងអញ្ចឹងពេលយើងត្រូវការទាញវាតូចមកបាទអញ្ចឹងវាប៉ុននឹងបាទឯកសារដែលយើងវាចង់វាអីវាទៅវាទូចស្មើនឹងกระดาษលើសបុតតូចតែម្ដងឬយើងមើលតទៀតឧទាហរណ៍យើងវាយអញ្ចឹងហើយយើង control enter មកយើងមើលតំពក្រោមមានដែរស្រាប់យើង cover ភាគច្រើនយើងដាក់ថាខាងលើមួយទេខាងក្រោមយើងអត់ត្រូវការដាក់ទេអញ្ចឹងយើងចូល page border នឹងដដែលរួចចុចកន្លែងបាទនេះ apply to នេះ click កន្លែងហ្នឹងយកពាក្យថានេះ first page only រួចអូខេមកអញ្ចឹងយើងមើលខាងតំពទី2នេះអត់មានទេនេះ page 2អញ្ចឹងយើង scroll វាឡើងលើ page 1គឺមានធម្មតាតោះអញ្ចឹងបើយើងចង់ដោះវាចោលវិញគឺយើងយក page border នឹងដដែលរួចយើង click លើ none នេះអញ្ចឹងពេលហ្នឹងអត់មានតែម្ដងរួចចុចលើអូខេ